រស់នៅក្នុងតំបន់ហ្នឹងនៅអ៊ីរ៉ង់ហ្នឹងណាគឺត្រូវបានផ្ដល់ជាគំនិតផ្ដល់ជាដំបូន្មានទៅកាន់គាត់ជំរាបសួរបងប្អូនរៀនភាសាអង់គ្លេសទាំងអស់គ្នាបាទថ្ងៃនេះគឺបន្តជាមួយនឹងខ្ញុំបន្តទៀតតកតងជាមួយនឹងការបកកាសែតហើយថ្ងៃនេះគឺខែ1ណាថ្មីណាបាទ March បាទឆ្នាំ2026ហើយនេះគឺជាថ្ងៃអាទិត្យផងដែរចេះខ្ញុំមានព័ត៌មានមួយតកតងជាមួយនឹងបាទបញ្ហាសង្គ្រាមយើងដឹងហើយថាអ៊ីរ៉ង់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកគឺកំពុងតែមានបញ្ហាសង្គ្រាមខ្លាំងមែនទែនបាទហើយក្រសួងបាទការបរទេសរបស់កម្ពុជារបស់យើងក៏បាទសម្ដែងឬក៏ព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនស៊ីវិលដែលរស់នៅតំបន់នោះបាទអញ្ចឹងតោះឥឡូវទៅរៀនជាមួយនឹងខ្ញុំថាតើនៅក្នុងអត្ថបទនេះមានខ្លឹមសារឬក៏អត្ថន័យយ៉ាងម៉េចហើយជាពិសេសសម្រាប់បងប្អូនដែលរៀនភាសាអង់គ្លេសផងអញ្ចឹងបងប្អូនអាច note keyword ឬក៏ពាក្យបាទពិបាកសម្រាប់យើងបង្កើនភាសាអង់គ្លេសរបស់យើងអំពីតកតងជាមួយនឹងការបញ្ចេញសំឡេងឬក៏ clear ពាក្យល្អៗណាយើងអាច note បានដើម្បីយកទៅរៀនទាំងអស់គ្នាតោះឥឡូវទៅរៀនជាមួយនឹងខ្ញុំយើងមើលគេថា Cambodia បាទ Cambodia នេះយើងដឹងថាប្រទេសកម្ពុជាបាទ following the situation ចឹងពាក្យថា following គេមានន័យថាតាមដានយើងដឹងណា follow ជាធម្មតាយើងឃើញនៅ Facebook ឯងមានពាក្យ follow មានតែយើងចង់តាមដាននរណាម្នាក់យើងចុចទៅវានឹង load ខ្លាយទៅជា following ចឹង following នេះមានន័យថាតាមដានបាទតាមដានស្ថានភាពឬក៏ស្ថានភាពចឹងមានន័យថាកម្ពុជាហ្នឹងគឺតាមដានស្ថានភាពឬក៏ស្ថានភាពបាទ in the Middle East តកតងជាមួយនឹងពាក្យថា Middle East មានន័យថាមជ្ឈិមបូព៌ាណាបាទ with deep concern ចឹងពាក្យថា deep concern មានន័យថាការព្រួយបារម្ភយ៉ាងខ្លាំងចឹងពាក្យថា deep កន្លែងនេះវាដើរតួជា adjective មានន័យថាជ្រៅឬក៏ជ្រៅឬក៏ធ្ងន់ធ្ងរក៏បានដែរហើយ concern មានន័យការព្រួយបារម្ភអញ្ចឹងបើយើងនិយាយពីថា deep concern មានន័យថាការព្រួយបារម្ភខ្លាំងណាអូខេអញ្ចឹងមាននៅកម្ពុជាបាទតាមដានស្ថានភាពនៅបាទវិជ្ជាវិទ្យាបាទមានការជាមួយនឹងការព្រួយបារម្ភយ៉ាងខ្លាំងចឹងតោះឥឡូវទៅរៀនជាមួយនឹងខ្ញុំនៅក្នុងអត្ថបទនេះថាតើក្រសួងការបរទេសរបស់កម្ពុជាគាត់បានអំពាវនាវឬក៏សម្ដែងការព្រួយបារម្ភយ៉ាងម៉េចបាទចំពោះបាទជនស៊ីវិលដែលរស់នៅតំបន់នោះ The military បាទ military ចឹង military ខ្ញុំដឹងហើយថា military នេះពាក្យបកប្រែថាក្រសួង military foreign affairs ពាក្យថា foreign បរទេសហើយពាក្យថា affairs មានន័យថាកិច្ចការអញ្ចឹងមានន័យថាម៉េច Ministry of Foreign Affairs មានន័យថាក្រសួងកិច្ចការបរទេសបាទ and international បាទ international cooperation ចឹងពាក្យថា and international cooperation ពាក្យថា international cooperation មានន័យថាសហប្រតិបត្តិការអន្តរជាតិចឹងមានន័យថាម៉េចមានន័យថាក្រសួងកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបាទ has issue ជាងពាក្យថា issue នេះមួយម៉ាត់ខ្លួនបើសិនជា noun យើងបកប្រែថាបញ្ហាបើសិនជា verb មានចេញសេចក្តីថ្លែងការណ៍មានចេញសេចក្តីថ្លែងការណ៍ណាមួយណាចឹងមានន័យថាម៉េចមានន័យថាក្រសួងកិច្ចការបរទេសនិងបាទសហប្រតិបត្តិការអន្តរជាតិបាទ cooperation នេះបាទសហប្រតិបត្តិការបាទ international អន្តរជាតិបានចេញសេចក្តីថ្លែងការណ៍បាទ has issue នេះអូខេ verb ណាគេបានចេញសេចក្តីថ្លែងការណ៍មួយយើងប្រើពាក្យ statement បាទបានចេញសេចក្តីថ្លែងការណ៍បាទ has issue a statement បាទ statement នេះសេចក្តីថ្លែងការណ៍បាទសេចក្តីថ្លែងការណ៍យោងទៅតាម regarding the current ចេញពាក្យថា regarding នេះយោងទៅតាមយល់ទេយោងទៅតាម the current situation in Iran ចឹងមានន័យថាយោងទៅតាមស្ថានភាពថ្មីនេះចឹងពាក្យថា current situation មានន័យថាស្ថានភាពថ្មីនេះនៅបាទអ៊ីរ៉ង់បាទយើងដឹងហើយណាអ៊ីរ៉ង់កំពុងតែយើងមើលតាមសង្គម Facebook កំពុងតែឃើញប្រជាពលរដ្ឋកំពុងតែមានផលពិបាកយ៉ាងខ្លាំងកាលយើងប្រជាពលរដ្ឋយើងក៏មិនខុសពីប្រជាពលរដ្ឋគេដែរកំពុងតែជំលះខ្លួនចឹងប្រជាពលរដ្ឋគាត់
កំពុងតែរងផលពិបាកយ៉ាងខ្លាំងទាក់ទងជាមួយនឹងបាទបងប្អូនសិក្សានិស្សិតរៀនផងហើយទាក់ទងនឹងការហូបចុកផងទីជម្រកផងភៀសខ្លួនចឹងប្រទេសយើងក៏មិនខុសពីប្រទេសគេប៉ុន្មានដែរកំពុងតែជួបបញ្ហាទាំងអស់នេះបាទខ្លាំងមែនទែនចឹងអ៊ីរ៉ង់ក៏កំពុងតែមានទុកជាខ្លាំងបាទផងដែរអញ្ចឹងបន្តទៅទៀត it states បាទ it state កន្លែងនេះគឺស្អីជា present simple ទេមានន័យថាសេចក្តីថ្លែងហ្នឹងមានន័យថាម៉េចបាទ Cambodia is following ចឹងកន្លែងនេះកម្ពុជាកំពុងតែធ្វើការតាមដានកំពុងតែតាមដានបាទមានថា is following គឺសរសេរជា present continuous ចឹង present continuous មានន័យថាវាកំពុងតែកើតឡើងឥឡូវហ្នឹងអញ្ចឹងមានន័យថាក្រសួងការបរទេសឬក៏កិច្ចប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាហ្នឹងកំពុងតែធ្វើការតាមដានបាទ present continuous subject plus to be កន្លែងនេះណា plus verb ing following នឹងមកបាទកំពុងតែតាមដានស្ថានភាពបាទ situation ស្ថានភាពនៅបាទវិជ្ជាបពាណាបាទជាមួយនឹងការព្រួយបារម្ភយ៉ាងខ្លាំង with deep បាទ concern យល់ទេបាទបន្តទៅទៀត we call on អញ្ចឹងបងប្អូនដែលរៀនភាសាអង់គ្លេសពាក្យ call on កន្លែងនេះស្មើនឹងពាក្យ call for ឬក៏ call upon ដែរមានន័យថាអំពាវនាវអញ្ចឹងពាក្យថា call on នេះមានន័យថាអំពាវនាវ we call on យើងបានអំពាវនាវយើងនេះណាយើងនឹងគឺក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិហ្នឹងណាមានន័យថាយើងអំពាវនាវដល់ភាគីដែលពាក់ព័ន្ធទាំងអស់យើងប្រើពាក្យថា all party ពាក្យថា all party កន្លែងនេះមានន័យថាភាគីដែលពាក់ព័ន្ធទាំងអស់បាទ concern to exercise មានន័យថាបំពាវនាវដល់ភាគីដែលពាក់ព័ន្ធទាំងអស់ exercise maximum restraint ចឹងពាក្យថា to exercise ពាក្យ exercise កន្លែងនេះអនុវត្តក៏ថាបានដែរមានន័យថាអនុវត្ត maximum restraint មានន័យថាបង្កើនក៏បានអនុវត្តបានបង្កើនគឺថាភាពអត់ធ្មត់ឲ្យបានជាអតិបរមាចឹងមានន័យថាម៉េចសម្រាប់ជនស៊ីវិលដែលរស់នៅតំបន់នោះតំបន់គេហៅថា Iron Irong ហ្នឹងដែលកំពុងតែមានបញ្ហាហ្នឹងសូមអត់ធ្មត់បាទសូមអត់ធ្មត់ពាក្យអត់ធ្មត់កន្លែងនេះមានន័យថាយើងគុំចរាចរដើម្បីធ្វើយ៉ាងម៉េចយើងដោះស្រាយបញ្ហាពីមួយជំហានទៅមួយជំហានបាទចឹងមានន័យថា to exercise maximum restraint មានន័យថាបង្កើនការអត់ធ្មត់ហើយបើពាក្យនេះជាធម្មតាការអត់ធ្មត់វាអាចស្មើនឹងពាក្យថា patience ឬក៏មានថាទប់ចិត្តណាបើយើងខ្មែរនិយាយថាទប់ចិត្តយើង control mind យើងគ្រប់គ្រងចិត្តយើងនៅពេលដែលមានបញ្ហាយើងគុំចលាចលណាបាទហ្នឹងជារឿងមួយសំខាន់ដែរសម្រាប់ដើម្បីគ្រប់គ្រងស្ថានភាពដែលមិនសូវល្អខណៈពេលហ្នឹងយល់ទេបាទដើម្បី to exercise maximum restraint បាទមានន័យថាបង្កើនការអត់ធ្មត់ឲ្យបានខ្ពស់បាទ maximum កន្លែងហ្នឹងមានន័យថាអតិបរមាយល់ទេបាទ to បាទ to កន្លែងនេះ to avoid ពាក្យ avoid ហ្នឹងមានន័យថាដើម្បីជៀសវាងបាទ further escalation ជាងពាក្យថា further escalation ហ្នឹងមានន័យថាដើម្បីកុំឲ្យអ្វីដែលកើតឡើងនោះវាកាន់តែធ្ងន់ធ្ងរលើសពីនឹងទៅទៀតជាងពាក្យថា escalation និយាយថាការកើនឡើងអ្វីមួយឧទាហរណ៍ជាធម្មតាប្រទេសមួយកំពុងតែមានបញ្ហាបាននយោបាយឬក៏បើគេថាសង្គ្រាមបើសិនបើជាពលរដ្ឋនៅតំបន់នោះមានបញ្ហាចរាចរណ៍ខ្លាំងពិបាកនៃការគ្រប់គ្រងវាកាន់តែពិបាកក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលទៀតអញ្ចឹងធ្វើយ៉ាងម៉េចទី1យើងអត់ធ្មត់បាទរដ្ឋាភិបាលគេអ្នកដោះស្រាយពីបញ្ហាហ្នឹងហើយអញ្ចឹង escalation ដើម្បីជៀសវាងបញ្ហាកាន់តែក្តៅឡើងដល់ប្រជាពលរដ្ឋវាកាន់តែបាទផ្លាស់ទីផ្ដេសផ្ដាស់ទៀតវាជារឿងមួយដែលពិបាកក្នុងការគ្រប់គ្រងណាបាទនៅបាទដើម្បីបាទមានន័យថាជៀសវាងការកើនឡើងវាអាចនឹងឈានប៉ះពាល់ទៅដល់អីគេ that would បាទ harm មានន័យថាគ្រោះថ្នាក់ទៅដល់បាទជីវិតជនស៊ីវិលដែលភាសាអង់គ្លេស civilian life កន្លែងនេះយើង analyze មាន s ណាអូខេមានន័យថាអាយុជីវិតរបស់ជនស៊ីវិលចឹងពេល civilian កន្លែងនេះអត់អាន civilian ទេ
កន្លែងនេះណា civilian បាទ civilian right civilian lives ជីវិតរបស់ជនគេហៅថាជនបាទជន civil and undermine peace នឹងធ្វើឲ្យខូចខាតសន្តិភាពបាត់បង់សន្តិភាពបាទអញ្ចឹងយើងទី1យើងត្រូវ patient ទី1យើងត្រូវ exercise maximum restraint បាទអត់ធ្មត់បាទគ្រប់គ្រងស្ថានភាពគ្រប់គ្រងផ្លូវចិត្តរបស់យើងដើម្បីជួយកុំឲ្យវាមានបញ្ហាកាន់តែកើតឡើងហើយនឹងកុំឲ្យខូចនូវសន្តិភាពប្រើពាក្យថា undermine peace undermine ធ្វើឲ្យខូច undermine peace នឹងធ្វើឲ្យខូចសន្តិភាពយល់ទេបាទ there is no report of any Cambodian hurt អញ្ចឹងគ្មានរបាយការណ៍ណាមួយបញ្ជាក់ថាបើប្រជាជនកម្ពុជានឹងមានរបួសទេនៅឯរងណាអូខេ and all Cambodian national ហើយនឹងប្រជាពលរដ្ឋរបស់កម្ពុជាទាំងអស់ who are in the region មានន័យថាដែលរស់នៅក្នុងតំបន់ហ្នឹងនៅអ៊ីរ៉ង់ហ្នឹងណាគឺត្រូវបានផ្ដល់ជាគំនិតផ្ដល់ជាដំបូន្មានទៅកាន់គាត់បាទ are advice កន្លែងនេះមានផ្ដល់ជាគំនិត verb ណាគេសរសេរជា present simple passive subject plus to be plus verb 3មានត្រូវបានផ្ដល់ជាគំនិតដើម្បី to take extra precaution មានន័យថាពាក្យ to take extra precaution កន្លែងនេះពាក្យថា extra precaution មានការប្រុងប្រយ័ត្នជាមុនបន្ថែមទៀតអញ្ចឹងមានន័យថាម៉េចមានន័យថាប្រជាពលរដ្ឋរបស់កម្ពុជាទាំងអស់ដែលរស់នៅណា region នៅតំបន់ឬក៏ប្រទេសអ៊ីរ៉ង់ហ្នឹងណាគឺត្រូវបានផ្ដល់ជាគំនិតឬក៏ផ្ដល់ដំបូន្មានទៅកាន់គាត់ដើម្បីធ្វើយ៉ាងម៉េចគាត់ take extra precaution ធ្វើការប្រុងប្រយ័ត្នជាបន្ថែមទៀតប្រុងប្រយ័ត្នជាមុនបន្ថែមទៀតដើម្បីអីបាទ for day safety ដើម្បីសុវត្ថិភាពរបស់គាត់អញ្ចឹងថ្ងៃនេះគឺខ្ញុំមានព័ត៌មានប៉ុណ្ណឹងសម្រាប់ការសម្ដែងការព្រួយបារម្ភរបស់ក្រសួងបរទេសបាទក្រសួងការបរទេសក្រសួងការបរទេសនិងបាទសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាដើម្បីអំពាវនាវដល់ភាគីដែលពាក់ព័ន្ធទាំងអស់បង្កើនអីគេបាទពាក្យល្អៗច្រើនសម្រាប់បងប្អូនដែលរៀនភាសាអង់គ្លេសបើយើងនិយាយ Ministry of Foreign Affairs បាទក្រសួងបរទេសបាទ National Cooperation ខ្ញុំជាភាសាទៀតបងមានន័យថាសហប្រតិបត្តិការអន្តរជាតិ Statement សេចក្តីថ្លែងការណ៍បាទបើយើង issue នឹងចេញសេចក្តីថ្លែងការណ៍ regarding the current situation ជាង following កំពុងតែតាមដានហើយពាក្យ deep concern កន្លែងនេះណាមានការព្រួយបារម្ភយ៉ាងខ្លាំងអូខេហើយ parties ភាគីទាំងអស់យ៉ាងនេះយើងបកបែរគណៈបកក៏បានដែរ but to exercise maximum restraint បាទបង្កើនការអត់ធ្មត់ឲ្យបានខ្ពស់ដែលភាសាចេតតិចគេថាអតិបរមានឹងឯងបាទដើម្បីជៀសវាងទៅលើការកើនឡើងកាន់តែខ្លាំងជាងមុនដែលយើងប្រើពាក្យ further escalation មែនទេបាទហាមនេះគ្រោះថ្នាក់ណាហើយ civilian life បាទបញ្ហាឬក៏អាយុជីវិតជន civil ហើយ no report ពាក្យ report នឹងរបាយការណ៍ពួកជាណា any Cambodian hurt បាទជនជាតិកម្ពុជាដែលមានរបួសនោះទេហើយ Cambodian national ប្រជាជាតិរបស់ឬក៏ប្រជាជនកម្ពុជា sorry បាទ in the region ក្នុងតំបន់នេះបាទ site តំបន់ឬក៏ region ណាបង to advise បាទ sorry បាទ to advise ផ្ដល់ដំបូន្មានឲ្យ A B advise កន្លែងនេះគេសរសេរជា present simple passive បាទត្រូវបានផ្ដល់ជាគំនិតឬផ្ដល់ជាដំបូន្មានបាទ to take បាទ extra precaution កន្លែងនេះខ្ញុំដូចណា be careful ប្រុងប្រយ័ត្នជាមុនដើម្បីការពារអីគេបាទ safety ចឹងបាទសូមប្រជាពលរដ្ឋទាំងអស់ដែលរស់នៅប្រទេសអ៊ីរ៉ង់សូមបង្កើនការប្រុងប្រយ័ត្នហើយសូមជូនពរទៅដល់បងប្អូនដែលជាជនខ្មែរទាំងអស់បានទទួលបានសុវត្ថិភាពបាទចឹងយើងគុំបាទចរាចរណ៍ហើយគ្រប់គ្រងស្ថានភាពឬក៏គ្រប់គ្រងខ្លួនឯងឲ្យបានខណៈពេលហ្នឹងដើម្បីដោះស្រាយបញ្ហាទៅតាមមួយដំណាក់កាលទៅមួយដំណាក់កាលអញ្ចឹងសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំមានព័ត៌មានប៉ុណ្ណឹងសម្រាប់ចែកជូនបងប្អូនដែលរៀនភាសាអង់គ្លេសហើយក៏ជាព័ត៌មានមួយ
របស់ក្រសួងការបរទេសរបស់យើងសម្ដែងការព្រួយបារម្ភទៅសម្រាប់ជនស៊ីវិលទាំងអស់ដែលរស់នៅបាអ៊ីរ៉ង់ Okay, thank you so much for watching this video. Okay, thank you.